ចំដីធ្លាប់មានប្រវត្តិភ្លើងឆេះស្លាប់មកគ្រួសារចុងក្រោយផ្ទះដែលគាត់ធ្វើហើយហ្នឹងគឺត្រូវបានຕົកចោលដោយសារតែសមាជិកគ្រួសាររបស់គាត់អត់មានពីណាគេហ៊ានទៅរស់នៅផ្ទះមួយខ្នងហ្នឹងទេសូម្បីតែប៉ាម៉ាក់របស់គាត់ចំពោះរឿងរ៉ាវដែលគាត់បានចែករំលែកមកហ្នឹងគាត់មានឈ្មោះថាសេចប្រាប់ថារឿងរ៉ាវមួយនេះវាកើតឡើងកាលពីឆ្នាំ2018ពេលដែលប៉ាម៉ាក់របស់គាត់ទិញចំដីមកកន្លែងដីមកកន្លែងហ្នឹងគឺមានប្រវត្តិមិនធម្មតាពីមុនមកទេទាំងអស់គ្នាដំបូងប៉ាម៉ាក់របស់គាត់មិនមែនជាអ្នករស់នៅក្នុងស្រុកមួយហ្នឹងទេគាត់រស់នៅស្រុកផ្សេងនៅជិតៗហ្នឹងដែរប៉ុន្តែដោយសារតែប៉ាម៉ាក់របស់គាត់គិតថាអញ្ចេះអាដីដែលនៅជាប់មួយផ្លូវជាតិមួយហ្នឹងគឺវាល្អនៅក្នុងការដែលគាត់ហ្នឹងទិញយកមកឲ្យអាចបើកតូបលក់អីវ៉ាន់បើកតូបលក់បាយអីចឹងទៅដោយសារតែវានៅតាមផ្លូវជាតិណាមួយទៀតគាត់ថាអញ្ចេះតាមផ្លូវជាតិមួយហ្នឹងគឺគេធ្វើចរាចរណ៍ច្រើនគ្រាន់តែតាមផ្លូវហ្នឹងគឺអត់មានផ្ទះប្រជាជនអត់មានរបៀបថាគេបើកតូបលក់អីវ៉ាន់អីទេអញ្ចឹងបើសិនជាគាត់បើកលក់គឺលក់ដំបងគេហើយលក់មុនគេថែមទៀតច្បាស់ជាលក់ដាច់នឹងឯងអញ្ចឹងគ្រាន់តែពួកគាត់គិតគូរឲ្យភ្លាមគាត់ចាប់តាមទៅមើលដីមកកន្លែងហ្នឹងទាំងអស់គ្នាដោយសារតែឃើញថានៅខាងមុខគេដាក់ថាដីលក់អញ្ចឹងគាត់នឹងក៏តំណងតាមដីទូរស័ព្ទទេសុំជួបម្ចាស់គេសុំអីចឹងទៅប៉ាម៉ាក់របស់គាត់ក៏ទៅជួបម្ចាស់គេជួបអីចឹងក៏គេនឹងលក់តម្លៃហ្នឹងក្រោមទីផ្សារទាំងអស់គ្នាតម្លៃហ្នឹងគឺរបៀបថាវាអត់ស័ក្តិសមជាមួយនឹងដីហ្នឹងទាំងអស់គ្នាទាំងដីហ្នឹងនៅជាប់ជាមួយនឹងផ្លូវជាតិធំតម្លៃវាគួរតែខ្ពស់អីចឹងណាប៉ុន្តែអត់ទេតម្លៃវាគឺក្រោមទីផ្សារមកល្មមនៃគ្រួសាររបស់គាត់សឹងតែបោះលុយទិញភ្លាមមកនឹងឯងអញ្ចឹងប៉ាម៉ាក់របស់គាត់នេះមុនមួយអាទិត្យមុនពេលគ្រួសាររបស់គាត់សម្រាប់ទៅទិញដីហ្នឹងណាប៉ារបស់គាត់ក៏បានស៊ើបសួរអ្នកនៅម្ដុំហ្នឹងដែរមិនមែនស៊ើបសួរអ្នកនៅផ្ទះចិត្តហ្នឹងដោយសារអត់មានផ្ទះទេគឺស៊ើបសួរអ្នកនៅក្នុងស្រុកមួយហ្នឹងសួរពីប្រវត្តិដីហ្នឹងអីចឹងទៅធម្មតាទាំងអស់គ្នាតែពេលយើងចង់ទិញដីទិញអីចឹងគឺតែចង់ដឹងពីប្រវត្តិដីប្រវត្តិអីចឹងណាចឹងពេលសួរទៅទាំងអស់គ្នាអ្នកនៅម្ដុំគេនិយាយថាចេះដីហ្នឹងពីមុនមកធ្លាប់មានមួយគ្រួសាររស់នៅមួយគ្រួសារហ្នឹងមិនមែនជាម្ចាស់ដីទាំងអស់គ្នាប៉ុន្តែមួយគ្រួសារហ្នឹងគឺជាអ្នកចាំដីអីគេគាត់រស់នៅក្នុងហ្នឹងយូរឯក្នុងដីហ្នឹងគឺយូរឯហើយក៏ផ្ទះដែលពួកគាត់សាងសង់រស់នៅហ្នឹងគឺជាប្រភេទផ្ទះស្បូវទាំងអស់គ្នាផ្ទះស្បូវផ្ទះអីចឹងគាត់រស់នៅជាគ្រួសារប៉ុន្តែដោយសារតែប្តីហ្នឹងគឺជាមនុស្សញៀនថ្នាំទាំងអស់គ្នាអញ្ចឹងពេលហ្នឹងគាត់ចាប់តាមបែកថ្នាំបែកអីអញ្ចឹងក៏ដុតផ្ទះចោលដុតហ្នឹងគឺដុតនៅពេលយប់ពេលដែលប្រពន្ធដេកនៅក្នុងផ្ទះហើយគាត់នឹងក៏ចូលដេកនៅក្នុងផ្ទះហ្នឹងដែរចាក់សោនៅខាងក្រៅចាក់សោទាំងអស់គ្នាចាក់សោដូចក្នុងដេកនៅក្នុងហ្នឹងទៅគាត់ស្រាប់តែភ្លើងឆេះស្លាប់ទាំងអស់ស្លាប់មកអត់មានការគេជួយបានទេហើយគាត់ថាពីមុនមកតាមផ្លូវហ្នឹងគឺមិនមែនជាផ្លូវជាតិដែលគេជិះឆ្លងកាត់ច្រើនទេជាពិសេសពេលយប់គឺស្ងាត់យកតែមែនតែនចុះអត់មានពីណាគេដឹងតាក់ទងពីភ្លើងឆេះភ្លើងអីនៅកន្លែងហ្នឹងទេព្រោះកន្លែងហ្នឹងគឺពីមុនមកគឺស្ងាត់ដែររឿងតែមួយហ្នឹងវាកាត់ឡើងតាំងពីខ្ទង់5 10ឆ្នាំអីមុនអញ្ចឹងណាបងប្អូនអញ្ចឹងពេលដែលមានរឿងហ្នឹងនេះម្ចាស់ដីរបស់គេក៏បាននិមន្តព្រះសង្ឃនិមន្តអីមកឲ្យសូត្រមន្តសទ្ធីអីចឹងណាដើម្បីឲ្យដីហ្នឹងលក់ដាច់ឬក៏អីចឹងទៅប៉ុន្តែអត់ទេទាំងអស់គ្នាដីហ្នឹងគឺនៅតែមានប្រវត្តិគេនិយាយតគ្នាហើយគឺនៅតែមានគេហ្នឹងធ្លាប់បានឃើញខ្មោចគ្រួសារហ្នឹងឯងដែលមានសមាជិក4នាក់ហ្នឹងឯងខ្ញុំភ្លេចបញ្ជាក់គឺមានប្តីមានប្រពន្ធហើយនិងកូនតូច2នាក់ហ្នឹងឯងទាំងអស់គ្នាគឺស្លាប់នៅក្នុងដីហ្នឹងអញ្ចឹងណាអញ្ចឹងក៏ធ្លាប់គេឃើញលងបន្លាចលងអីចឹងទៅប៉ុន្តែម្ចាស់ដីរបស់គេនឹងព្យាយាមបិទព័ត៌មាននឹងដែរបិទរឿងបិទអីឲ្យមានពីណាគេល្បីចេញទៅទៀតទេហើយក៏ចាប់ដាក់ប្រកាសលក់ដីអញ្ចឹងទៅប៉ុន្តែអ្នកដែលគេរស់នៅតំបន់នោះមានពីណាគេហ៊ានទិញដីហ្នឹងទេជាពិសេសអ្នកនៅក្នុងស្រុកហ្នឹងហ្មងអត់មានពីណាគេហ៊ានទិញដីហ្នឹងទេដោយសារតែគេធ្លាប់បានដឹងប្រវត្តិដីហ្នឹងពីមុនមកហ្នឹងឯងអញ្ចឹងពេលដែលប៉ាម៉ាក់របស់សេដ្ឋីនេះគាត់ឮតំណែងតាក់ទងមួយរឿងរ៉ាវហ្នឹងហើយអារម្មណ៍របស់គាត់មួយវាថាមួយទៀតចង់ទិញមួយទៀតនឹងរៀងថារឿងរ៉េចបើទោះបីជាសម័យឥឡូវហ្នឹងគេមិនសូវជឿលើរឿងអញ្ចឹងក៏ដោយតែគ្រួសាររបស់គាត់ចេះតែមានអារម្មណ៍ស្ងប់អីចឹងទៅប៉ុន្តែចុងក្រោយម្ដាយរបស់គាត់គឺនៅសម្រាប់ទិញដីមួយហ្នឹងដោយសារតែវានៅជាប់នឹងផ្លូវជាតិនឹងឯងទាំងអស់គ្នាអញ្ចឹងពេលដែលទិញអីហើយអស់នេះក៏ទិញបានត្រឹមប្រហែលជាខ្ទង់មួយខែហ្នឹងទាំងអស់គ្នាប៉ាម៉ាក់របស់គាត់ហ្នឹងក៏ឲ្យពូរបស់គាត់ដែលជាជាងធ្វើផ្ទះនេះមកចាប់ផ្ដើមមើលដីថាកន្លែងណាអាចសង់ផ្ទះបានសង់មិនអីចឹងទៅហើយផ្ទះដែលប៉ាម៉ាក់របស់គាត់សម្រាប់ថាសង់នៅកន្លែងហ្នឹងគឺជាប្រភេទផ្ទះឈើខាងលើថ្មនៅខាងក្រោមអញ្ចឹងការសាងសង់ក៏ចាប់ផ្ដើមប្រព្រឹត្តទៅមុនពេលដែលការសាងសង់ប្រព្រឹត្តទៅហ្នឹងប៉ាម៉ាក់របស់គាត់បាននិមន្តព្រះសង្ឃមកដែរដើម្បីសូត្រមន្តវាថាធ្វើផ្ទះថ្មីអញ្ចឹងទាំងគ្នាក្រុងពលីក្នុងអញ្ចឹងទៅគឺធ្វើបន់ធ្វើអញ្ចឹងណាប៉ុន្តែលោកក៏អត់មានសន្តិការអញ្ចឹងតែต้องមានដីនឹងដែរអាចថាលោកក៏អត់របៀបថាពាក់ព័ន្ធជាមួយរឿងផ្លូវងឹតរឿងអីអញ្ចឹងក៏អត់និយាយទៅរឿងហ្នឹងទេប៉ុន្តែអាចារ្យហ្នឹងគឺអ្នកនៅតំបន់ហ្នឹងដែរទាំងអស់គ្នាគាត់ថានៅពេលដែលគាត់អង្គុយនេះកំពុងតែអង្គុយជាមួយនឹងព្រះសង្ឃដើម្បីសូត្រមន្តគេហៅគេឡើងធ្វើផ្ទះថ្មីហ្នឹងទាំងអស់គ្នាគឺគាត់ងាកទៅគាត់បានឃើញមកក្រុមគ្រួសារហ្នឹងឈរនៅគៀនលបងផ្ទះប៉ុន្តែឈរនៅលបងខាងក្រោយគឺឈរកាន់ដៃគ្នាហើយភ្នែកស្លាប់មកមើលគាត់ណាស្លាប់មកមើលអាក្នុងកម្មវិធីគេក្រុងពលីធ្វើផ្ទះនឹងឯងអ្នកគ្នាគឺស្លាប់មកក្នុងកម្មវិធីនឹងមកគាត់ព្យាយាមនិយាយថាចរចាអីជាមួយដែរប៉ុន្តែអត់ទេអ្នកគ្នាគឺគេនៅតែហ្នឹងគឺគេនៅហ្នឹងហ្មងអត់ទៅណាសោះអញ្ចឹងណាគ្រាន់តែអាចារ្យក៏ហ៊ានប្រាប់គ្រួសារនឹងប៉ារបស់សេដ្ឋីនឹងទេដោយសារតែដីរបស់គេទៅទិញផ្ទះរបស់គេកំពុងធ្វើទៀតបើសិនជានិយាយរឿងអបុមង្គលអញ្ចឹងទៅធ្វើម្ចាស់ដីអារម្មណ៍អត់ល្អអញ្ចឹងណាក៏ហ៊ាននិយាយទេអ្នកគ្នាប៉ុន្តែគាត់និយាយនឹងគឺក្រោយពេលដែលផ្ទះរបស់សេដ្ឋីនឹងសាងសង់បានឡើងសឹង 90% ហើយទើបគាត់ហ៊ានមកនិយាយនឹងឯងអ្នកគ្នាអញ្ចឹងគាត់ថាការសាងសង់ចាប់បានប្រព្រឹត្តទៅអញ្ចឹងទៅ
ពេលដែលធ្វើផ្ទះហ្នឹងណាគឺមានជាងធ្វើផ្ទះចង្ហើយដែរក៏10នាក់ដែរធ្វើការនៅក្នុងដីមួយហ្នឹងទាំងអស់គ្នាគ្រួសារបងសេចក្តីប៉ាម៉ាក់របស់គាត់អីគឺអត់កេងនៅដីហ្នឹងទាំងអស់គ្នាគឺពួកគាត់ទៅកេងនៅផ្ទះរបស់គាត់នៅក្នុងស្រុកផ្សេងអញ្ចឹងប៉ាម៉ាក់របស់គាត់មកមើលតែរបៀបថាមួយថ្ងៃមកមើលម្ដងពីរដងអីចឹងទៅប៉ុន្តែក៏មានយាយមានអីរបស់គាត់ដែលរបៀបថាសង់របៀបថាផ្ទះធ្វើពីតាំងពីអីដើម្បីធ្វើម្ហូបស្អីជាងអញ្ចឹងណាហើយមិនថាជាងខ្វះខាតអីទេគឺប៉ាម៉ាក់របស់គាត់គឺរកឲ្យទាំងអស់ដោយសារតែគាត់អត់ចង់មានបញ្ហាជាមួយជាងដូចគេនិយាយតអីថាពេលមានបញ្ហាមួយជាងអញ្ចឹងអាចនឹងជាងដាក់ដំគោលកណ្ដាលផ្ទះអីកណ្ដាលផ្ទះអីចឹងទៅគឺសម្របតាមទាំងអស់ហើយបើទោះបីជាជាងធ្វើផ្ទះដែលជាមេជាងហ្នឹងគឺជាបងប្អូនត្រូវជាពូរបស់គាត់ក៏ដោយក៏គ្រួសាររបស់គាត់ហ្នឹងរឿងលក្ខណៈថានៅខ្លាចចិត្តអីដែរអញ្ចឹងណាអញ្ចឹងទៅជាងខ្វាយគឺយកឲ្យនឹងរហូតនឹងឯងគ្នាអញ្ចឹងតែរបស់គាត់ក៏ចាប់តាមសាងសង់ទៅដាក់កសោតអីហើយណាទាំងអស់គ្នាធម្មតាផ្ទះខ្មែរមានអកសោតអីចឹងទៅអាហ្នឹងតាមដែលគាត់និយាយខ្ញុំអត់ច្បាស់ទេទាំងអស់គ្នាអញ្ចឹងវាជាមានខុសកន្លែងណាខំទាំងអស់នេះអត់ប្រកាន់ទេអញ្ចឹងពេលចាប់ដើមធ្វើកសលើកអីហើយនេះជាងម្នាក់នៅក្នុងចំណោមហ្នឹងទាំងអស់គ្នាគឺគាត់ទាំងអស់គ្នាគាត់ត្រូវឡើងទៅខាងលើនេះដាក់របៀបថាដាក់ចដើឡើងទៅខាងលើទៅមើលនៅខាងលើអញ្ចឹងណាដាក់ចដើឡើងមកទាំងអស់គ្នាមិនអត់ពូមិនដឹងស្រែកមកវាស់ឲ្យធ្លាក់ពីលើចដើហ្នឹងហ្មងធ្លាក់ពីចដើហ្នឹងមកឲ្យគឺបាក់ជើងត្រូវទៅជួទៅពេទ្យទាំងថ្ងៃមកបាក់ជើងក្នុង2ទឹកពីហ្នឹងឯងហើយដល់ពេលដែលសួរនាំគាត់ទៅគាត់ថាអញ្ចឹងអារបៀបអត្តសរហ្នឹងគឺអត់មានអីដែលត្រូវឡើងទៅបានអត់មានក្មេងពីណាឡើងបានទេប៉ុន្តែពេលគាត់ឡើងទៅដល់លើហ្នឹងហ្មងគាត់ឃើញកូនក្មេងនេះអាយុប្រហែលជាក្នុង7 8ឆ្នាំលក្ខណៈឈរនៅលើលបងហ្នឹងហ្មងឈរនៅលើសសរហ្នឹងហ្មងហើយយកជើងធាក់គាត់ហ្មងដោយសារតែគាត់ទប់ចំហអត់ជាប់គឺគាត់ធ្លាក់ពីលើចដាហ្នឹងឯងអ្នកនរគ្នាអញ្ចឹងរឿងរ៉ាវមួយហ្នឹងក៏ប៉ាម៉ាក់គាត់គិតថាចេះពីជារឿងចៃដន្យរបស់ជាងរបស់អីទេណាមួយជាងម្នាក់ហ្នឹងគាត់និយាយថាចង់បានលុយចង់អីផងអញ្ចឹងទើបគាត់និយាយគ្នាដែរអញ្ចឹងទៅហើយណាមួយទៀតពូគាត់ថាអត់អីទេចាំគាត់ដោះស្រាយរឿងអស់ហ្នឹងអត់មានបញ្ហាអីទេប្រហែលជាជាងហ្នឹងគាត់ស្វឹងគាត់អីអញ្ចឹងណាក៏បន្តធ្វើផ្ទះទៀតធ្វើផ្ទះបានប្រហែលជាខ្ទង់ 40% ទាំងអស់គ្នាធម្មតាគឺគេចាប់ដើមពីថៃគេធ្វើនេះខាងលើហើយឯងធ្វើរបៀបថាចដើឡើងទៅខាងលើអាចឡើងទៅបានហ្នឹងគឺហើយឯងទាំងអស់គ្នានៅសល់តែអញ្ចឹងនៅសល់តែអីទេដែលមិនទាន់ដំទាន់ហើយអញ្ចឹងណាបើថ្មកន្លែងថ្មខាងក្រោមហ្នឹងគឺគេអត់ទាន់ធ្វើទេតើធ្វើផ្ទះខ្មែរឲ្យអស់បានគេសម្រេចចិត្តថាធ្វើថ្មខាងក្រោមហ្នឹងពីក្រោយគេអស់ហ្នឹងឯងទាំងអស់គ្នាអញ្ចឹងពេលធ្វើបាន 40% ហ្នឹងហើយនេះជាងទាំងអស់គ្នាអង្គុយកំពុងតែអង្គុយផឹកជុំគ្នានេះនឹងមកប្រហែលជាក្នុង6ល្ងាចនឹងគឺជាងនៅផឹកអីជុំគ្នាហ្មងធម្មតាគេធ្វើផ្ទះជុំគ្នាអញ្ចឹងពេលគាត់តនេគាត់អង្គុយផឹកពេលអញ្ចឹងទៅអញ្ចឹងប៉ាម៉ាក់របស់គាត់គឺបានទិញវាថាទិញស្រាទីឲ្យផឹកហ្មងដើម្បីយកចិត្តជាងឲ្យគេឆាប់ធ្វើឲ្យហើយអញ្ចឹងណាអញ្ចឹងក៏អង្គុយផឹកទាំងអស់គ្នាអង្គុយផឹកនៅខាងក្រោមអង្គុយផឹកក៏ស្រាប់តែជាង2នាក់នៅក្នុងចំណោមហ្នឹងទាំងអស់គ្នាទាំងតែ2នាក់ហ្នឹងតាមអីដែលពូរបស់គាត់ដែលជាមេជាងនិយាយ2នាក់ហ្នឹងគឺស្លូតខ្លាំងមែនតើសុកគឺឆ្លោះគ្នាហើយឆ្លោះគ្នាគឺអត់និយាយច្រើនទាំងអស់គ្នាគឺងើបទៅយកដបងដេញវាយគ្នាហ្មងដេញវាយគ្នាឲ្យស្រែកដេញក្នុងហ្នឹងហាញ់ចេញស្រែកដេញគ្នាតែ2នាក់ទេដេកជុំវិញលបងហ្នឹងហើយគាត់ថារូបរាងដែលរត់ជុំវិញវាថារត់ដេញគ្នាហ្នឹងណាមើលយូរទៅដូចមានមនុស្សប្រុសរត់ដេញមនុស្សស្រីដូចមានមនុស្សស្រីរត់ដេញមនុស្សប្រុសអីចឹងរបៀបវាចេញជារូបភាពអញ្ចឹងវិញទាំងតែជាងធ្វើផ្ទះហ្នឹងគឺសត្វតែប្រុសទេទាំងអស់គ្នាអញ្ចឹងរបៀបថាគេព្យាយាមជាងផ្សេងទៀតដែលគាត់អង្គុយផឹកហ្នឹងព្យាយាមទៅខាត់អីដែរប៉ុន្តែខាត់ឆ្នះទាំងអស់គ្នាវាយគ្នាឡើងបែកក្បាលហើយម្នាក់ទៀតគឺមុតជាមួយនឹងដៃគោលទាំងអស់គ្នាដៃគោលគេដាំស៊ុបចាំណាគឺមុតជាមួយដៃគោលហ្នឹងឡើងធ្លុះជើងទៀតអញ្ចឹងគាត់ថាពេលដែលមានរឿងទូខ្លួនចេះប៉ាម៉ាក់របស់គាត់គឺចេះតែមានអារម្មណ៍ស្ងប់ទៀតហើយគាត់មានអារម្មណ៍ថាស្ងប់មែនតើទាំងអស់គ្នាប៉ុន្តែពូរបស់គាត់ថាអត់ទេពីអ្នកហ្នឹងស្វឹងស្រាស្វឹងអីទេអត់មានជាបញ្ហាអីទេអាហ្នឹងពូរបស់គាត់ចេះតែអះអាងអញ្ចឹងហ្នឹងឯងទាំងអស់គ្នាហើយប៉ាម៉ាក់របស់គាត់ពេលហ្នឹងគឺវាថាគិតទៅលើរឿងអបិយជំនឿ 50% គិតទៅលើរឿងដែលពូគាត់និយាយហ្នឹងក៏ 50% ដែរព្រោះអត់ទាន់ឮចេញពីមាត់របស់ពូគាត់ទេថាផ្ទះហ្នឹងឬក៏ដីហ្នឹងគឺមានបញ្ហាតែទៅមួយរឿងខ្លោចរឿងអីគឺពូគាត់អត់បាននិយាយទេធម្មតាពូរបស់គាត់ដេកទៅហ្នឹងបើសិនជាគាត់ឃើញក៏មានបញ្ហាអីគាត់នឹងប្រាប់នឹងឯងទាំងអស់គ្នាចុងផ្ទះរបស់គាត់ចេះតែបន្តធ្វើទៅបានរហូតដល់ 70% អីហើយសល់តែ 30% ទៀតគឺហើយរួចរាល់អស់ហើយអាចន់ខាងលើនៅសល់តែចាក់វាថាធ្វើថ្មខាងក្រោមហ្នឹងឯងដល់បាន 70% ហ្នឹងទាំងអស់គ្នាពូរបស់គាត់មកប្រាប់ថាផ្ទះធ្វើកាន់តែចិត្តហើយគាត់គេមកបង្ហាញខ្លួនឲ្យគាត់ឃើញកាន់តែច្បាស់គឺមកគ្រួសារដែលស្លាប់4នាក់ដែលមានកូនក្មេង2នាក់ប្តីនិងប្រពន្ធហ្នឹងអត់គ្នាគាត់ឃើញឈោកាន់ដៃគ្នានឹងហ្មងឈោកាន់ដៃគ្នានៅចំខាងក្រោយផ្ទះឈោកាន់ដៃគ្នាខ្លួនឡើងខ្មៅលើថាដូចភ្លើងឆេះទាំងអស់គ្នាហើយភ្នែកគឺកាត់មិនមានភ្នែកក្លេកក្លាប់ទាំងអស់ទាំងកូន2នាក់ហ្នឹងទាំងប្តីទាំងប្រពន្ធហ្នឹងឯងទាំងអស់គ្នាគឺវាថាប្តីប្រពន្ធហ្នឹងឈោសងខាងហើយកាន់ដៃកូននៅកណ្ដាល2នាក់ហ្នឹងឯងហើយច្អល់ទាំងអស់គ្នាច្អល់មកមុខគាត់ហ្មងហើយស្រែកថាចាញ់ស្រែកដេញចឹងហ្មងប៉ុន្តែពូរបស់គាត់នៅពេលដែលឃើញដបងហ្នឹងគាត់គិតថាចែកហ្នឹងប្រហែលជាភ្លេចសែនអីគេចឹងទៅក៏ដាក់សែនអីចឹងមុនហូបបាយគេដាក់សែនអីហើយប៉ុន្តែអត់ទេទាំងអស់គ្នាយប់ឡើងហ្នឹងនេះពេលគាត់ដេកនៅខាងក្រោមផ្ទះហ្នឹងចង់រឹងគឺមិនរូនរឹងគាត់ចេះ
ព្រួនឲ្យបើកភ្នែកឡើងគឺឃើញស្រស់ៗនឹងមុខមកច្អល់មុខគាត់ថាឲ្យចេញទៅឲ្យចេញនឹងឯងចឹងពូរបស់គាត់ជាយាមប្រាប់រឿងមកប៉ាម៉ាក់គាត់ដែរប៉ុន្តែប៉ាម៉ាក់គាត់គាត់ថាចេះជួយម៉ែផ្ទះធ្វើដល់ 70% ហើយឲ្យធ្វើមិនឲ្យរើចេញឬមួយក៏មិនគឺវាអត់កើតទេវាថាគាត់ក៏និមន្តព្រះសង្ឃមកទៀតទាំងគ្នានិមន្តព្រះសង្ឃមកច្រើនអង្គឲ្យមកសូត្រមន្តស្អីបន្ថែមទៀតចឹងទៅវាឲ្យជួយឲ្យស្ងប់អីចឹងកុំឲ្យមកលោឡាកុំឲ្យមកឆាឆៅប៉ុន្តែចាប់ពីពេលធ្វើបាន 70% ហ្នឹងទៅគ្រួសាររបស់គាត់លែងជឿថាអាចនឹងរស់នៅផ្ទះនឹងបានឬក៏អត់ទេគាត់ចាប់តាមមានអារម្មណ៍ថាអត់សូវជឿជាក់ហ្មងថាអាចនឹងរស់នៅបានហើយសូវផ្ទះហ្នឹងធ្វើឲ្យគឺត្រូវទុកចោលអីក៏មានដែរគាត់គិតគ្នាច្បាស់ចឹងមកទាំងគ្នាប៉ុន្តែការធ្វើផ្ទះក៏នៅតែបន្តទៅមុខទៀតអញ្ចឹងណាបន្តទៅរហូតបានប្រហែលជាខ្ទង់2ថ្ងៃក្រោយមកសេចក្តីហ្នឹងទាំងគ្នាគាត់ក៏ជូនម៉ាក់របស់គាត់ទៅកន្លែងធ្វើផ្ទះហ្នឹងទៅយកផ្អែមធ្វើអីជាងអញ្ចឹងទៅពេលទៅដល់ហ្នឹងគាត់ថាខ្ទង់មកប្រហែលជាខ្ទង់6កន្លះល្ងាចហើយជាងក៏គាត់សម្រាប់នៅអាកន្លែងគេធ្វើតាំងធ្វើសម្រាប់អង្គុយនៅអញ្ចឹងណាគឺជាងកំពុងតែផឹកស្រាកំពុងថោបទៅជុំគ្នានឹងទៅជាមួយនឹងម៉ាក់គាត់អង្គុយនិយាយគ្នាអញ្ចឹងណាក៏គាត់នឹងដើរមកកន្លែងផ្ទះហ្នឹងទាំងអស់គ្នាធម្មតាផ្ទះខ្មែរគឺគេមានជំនឿថាអត់ឲ្យមនុស្សស្រីដើរឡើងទៅលើផ្ទះហ្នឹងទេបើមិនជាផ្ទះហ្នឹងមិនតាន់សូត្រមន្តអីហើយគាត់ឈរនៅកន្លែងចដើហ្នឹងទេឈរទៅចដើស្លឹងមើលទៅខាងលើស្លឹងអីគាត់ថាផ្ទះហ្នឹងពេលដែលមិនតាន់ធ្វើហើយអញ្ចឹងគឺអត់គួរចង់នៅទេហើយគាត់គឺពិតជាខ្លាចផ្ទះខ្មែរមែនទែនគាត់ស្លឹងមើលយូរទៅទាំងអស់គ្នាមិនអត់គាត់ឃើញម៉ាក់របស់គាត់ឈរនៅលើផ្ទះហ្នឹងមកបាត់ដៃហៅគាត់ឡើងមកតែម៉ាក់គាត់គឺជាអ្នកហាមគាត់ឯងអត់ឲ្យគាត់ឡើងទៅលើផ្ទះទេព្រោះគាត់ជាមនុស្សស្រីតើធ្វើផ្ទះឲ្យទៅគេឲ្យមនុស្សស្រីឡើងផ្ទះគាត់ក៏ឈរមើលឃើញម៉ាក់របស់គាត់បក់ដៃហៅចេះឲ្យច្អល់មុខគាត់ឲ្យឡើងទៅលើផ្ទះអញ្ចឹងគាត់ទាំងអស់គ្នាដូចសារតែឃើញថាជាម៉ាក់របស់គាត់នឹងឯងគាត់ក៏ដើរឡើងទៅតាមចតាផ្ទះឡើងទៅខាងលើហ្នឹងឡើងទៅដល់ខាងលើរបស់គ្នាគឺបាត់មនុស្សដែលស្រែកហៅគាត់នឹងឆឹងម៉ាក់របស់គាត់គឺអត់ឃើញទេទាំងអស់គ្នាគឺអត់ឃើញមានទេណាប៉ុន្តែនៅពេលដែលគាត់រោដើរត្រឡប់ចុះមកខាងវិញគាត់ឃើញមនុស្សប្រុសខ្លួនខ្មៅដូចរបៀបថាដូចភ្លើងឆេះហ្នឹងឈោកន្លែងចដៅផ្ទះបាំងចដៅគាត់នឹងឯងចំណែកក្មេងៗពីរនាក់គឺរត់ទៅរត់មកលើផ្ទះហ្នឹងរត់ទៅរត់មកចំណែកគាត់មើលទៅប្អួចទាំងអស់គ្នាគាត់ឃើញមនុស្សស្រីតោងនៅប្អួចមនុស្សស្រីនេះគឺសក់ឡើងក៏ត្រើងហ្មងណាហើយខ្លួនឡើងខ្មៅភ្នែកគឺស្លក់តោងនៅប្អួចដែលមើលមកគាត់នឹងហ្មងចឹងស្រីគាត់ថាគាត់ឃើញប៉ុណ្ណឹងគាត់ស្រែកទាំងអស់គ្នាស្រីម៉ាក់គាត់ស្រែកម៉ាក់គាត់អត់ដឹងថាត្រូវស្រែកថាមិនទៀតក្រៅពីពាក្យថាម៉ាក់មួយស្រែកម៉ាក់ជាច្រើនដងប្រហែលជាខ្ទង់10ដងនឹងឯងទើបមានមនុស្សរត់ឡើងមកលើផ្ទះហ្នឹងហើយពេលរត់ឡើងមកហ្នឹងទាំងអស់គ្នាគឺជាពូរបស់គាត់នឹងឯងពូរបស់គាត់ក៏សួរថាឡើងមកទៅអីអញ្ចឹងណាប៉ុន្តែពូរបស់គាត់អត់បាននិយាយច្រើនទេទាំងអស់គ្នានាំគាត់ចុះទៅដល់ក្រោមសិនសេតៃគាត់ទៅចុះទៅដល់ក្រោមភ្លាមទាំងអស់គ្នាគាត់ញ័រដៃញ័រជើងនិយាយអត់ចាញ់ទេហើយម៉ាក់របស់គាត់នឹងស្ដីគាត់ទេថាហើយឡើងទៅលើទៅអីប្រាប់ទៅថាអត់ឲ្យឡើងទៅលើទេតែសេតៃគាត់ថាគាត់ឃើញជារូបរាងរបស់ម៉ាក់គាត់នៅលើផ្ទះហ្នឹងបក់ដៃហៅគាត់តែនិយាយប៉ុណ្្នឹងហើយទាំងអស់គ្នាស្អែកឡើងម៉ាក់របស់គាត់និមន្តព្រះសង្ឃមកទៀតហើយនិមន្តមកទៀតទាំងអស់គ្នាហើយផ្ទះរបស់គាត់នៅតែធ្វើបន្តរហូតដល់ចាប់នឹងឯងតែផ្ទះរបស់គាត់នៅពេលធ្វើឲ្យអស់ទាំងអស់គ្នាអត់មានពីណាគេរស់នៅផ្ទះមួយហ្នឹងទេគាត់តែធ្វើតូបសម្រាប់លក់អីវ៉ាន់នៅខាងមុខអីចឹងណាប៉ុន្តែពេលយប់ឲ្យហ៊ានដេកនៅលើផ្ទះហ្នឹងឯងទាំងអស់គ្នាគាត់យកអីវ៉ាន់ដាក់នៅលើផ្ទះលើអីចឹងទៅប៉ាម៉ាក់របស់គាត់ធ្លាប់ជួលមនុស្សឲ្យទៅវិថាទៅចាំតូបចាំអីដែរប៉ុន្តែគេនៅបានតែមួយរយៈគឺគេរើចេញអញ្ចឹងទៅដល់ពេលមួយរយៈក្រោយនេះដូចជាខ្ទង់ឆ្នាំ2022ហ្នឹងឯងទៅប៉ាម៉ាក់របស់គាត់ហ្នឹងសម្រាប់ថាទៅនៅនឹងម្ដងទៀតប៉ុន្តែមុនចូលនៅហ្នឹងគឺនិមន្តគ្រូនិមន្តព្រះសង្ឃនិមន្តអីទៅម្ដងទៀតអញ្ចឹងណាក៏ចាប់ផ្ដើមមើលរឿងលក្ខណៈថាអត់មានបញ្ហាកើតឡើងទេនឹងទាំងអស់គ្នានេះគឺជារឿងរ៉ាវតាក់ទងជាមួយនឹងដីដែលគាត់ទិញនឹងឯងហើយបើសិនជាអ្នកទាំងអស់គ្នាវិញបើសិនជាថាជាដឹងថាដីមួយកន្លែងធ្លាប់មានប្រវត្តិអញ្ចឹងហើយតើអ្នកទាំងអស់គ្នាហ៊ានទិញដីនឹងឬក៏អត់ចំពោះរឿងដែលគាត់ចែករំលែកមកហ្នឹងក៏មានតែប៉ុណ្្នឹងដែរបើសិនទាំងអស់គ្នាមានរឿងចែករំលែកកុំភ្លេចឆាតមកក្នុង account IG របស់ខ្ញុំផង